ព្រះចៅអធិរាជឈីងស៊ីហួងជាស្ដេចដែលបង្រួបបង្រួមនគរទាំងអស់ឲ្យคล้ายទៅជាអាណាចក្រចិនច្បាស់ណាស់ឈ្មោះប្រទេសចិនគឺចេញពីឈ្មោះរាជវង្សឈីងនេះឯងព្រះអង្គឈីងស៊ីហួងបានឡើងកាន់អំណាចពេញលេញនៅឆ្នាំ235មុនគ្រិស្តសករាជព្រះអង្គឈីងស៊ីហួងមានគំនិតថាដើម្បីឲ្យនគរឈីងរឹងមាំត្រូវដាក់នគរទាំងអស់ក្រោមចំណុះនគរតែមួយពេលនោះមាននគរចំនួន6ជារឿយៗតែងតែធ្វើសង្គ្រាមជាមួយគ្នាដើម្បីបង្ហាញពីឫទ្ធិអំណាចនៃនគរនីមួយៗព្រះអង្គឈីងស៊ឺហួងបានវាយយកនគរហាននៅឆ្នាំ230នគរសោនៅឆ្នាំ228នគរយ៉ាននៅឆ្នាំ226និងនគរវៃនៅឆ្នាំ225មុនគ្រិស្តសករាជចំណែកនគរជូត្រូវបានព្រះអង្គវាយយកបាននៅឆ្នាំ223មុនគ្រិស្តសករាជហើយទ្រង់ក៏បានវាយយកនគរឈីនៅឆ្នាំ221មុនគ្រិស្តសករាជជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងដែលនគរទាំងអស់របស់ប្រទេសចិនត្រូវបានបង្រួបបង្រួមនិងបង្កើតបានជាអាណាចក្រចិនដំបូងក្រោមស្ដេចតែមួយព្រះអង្គបានប្រកាសខ្លួនជាស្ដេចទី1ដែលមានព្រះនាមថាឈីងស៊ីហួង